Family ចំនួនទី4ដែលល្បីល្បាញរបស់ចិនបាននិយាយភាសាខ្មែរបានរៀនរួមរបាំខ្មែរតាមរយៈវីដេអូរបស់ព្រះនាងតូចនរោត្តមចេនណាជាពិសេសបានរកបទ Pop Out ដែលជាបទចម្រៀងរបស់កូនខ្មែរថែមទៀតផងសំខាន់ណាស់បើដឹងពីខ្មែរច្បាស់អញ្ចឹងហើយសុំឆ្នាំក្រោយមកលេងខ្មែរបានអត់នៅសុកសុកក៏លុតវីដេអូរបស់ក្រុម TF Family ចំនួនទី4ដែលជា C-pop ដែលល្បីល្បាញខ្លាំងមែនទែននៅក្នុងប្រទេសចិនជាការពិតណាស់កាលពីកំឡុងពេលមុននោះភ័យផ្លូវការរបស់ក្រុម TF Family បានផុសថានឹងនិយាយជាភាសាខ្មែរសួរពួកយើងថាតើមានអ្វីចង់មករៀនទៅខាងពួកគាត់ដែរឬទេនិងអំពីវប្បធម៌របស់យើងផងដែរមិនមែនជាសន្និដ្ឋានខ្យល់ហ៊ាននិយាយហ៊ានធ្វើថ្ងៃនេះផងដែរក្រុម TF Family ចំនួនទី4បានផុសវីដេអូមួយមានរយៈពេលវែងខ្លាំងមែនទែនរហូតដល់ទៅ7នាទីជាងនិយាយអំពីភាសាខ្មែរនិងវប្បធម៌ខ្មែររបស់យើងយកមកដែលនៅក្នុងវីដេអូក្រុម TF Family បានធ្វើសកម្មភាពធំៗចំនួន3ចំណងចំណុចទី1បានរួមបទ Pop Out ដែលបកស្រាយដោយ N John ដែលជាបទចម្រៀងរបស់កូនខ្មែរជាភាសាអង់គ្លេសដែលទទួលបានការគាំទ្រខ្លាំងចំណុចទី2រៀនភាសាខ្មែរនិយាយពីថានិយាយពាក្យខ្មែរបានច្រើនណាស់សំខាន់និយាយច្បាស់ថែមទៀតចាំមកផ្ទះទៅចំណុចទី3បាន